នេះខ្ញុំឲ្យអ្នកគ្នាមើល channel ខ្ញុំមួយទៀតដែលខ្ញុំបង្កើតដូចជាយូរដែរហើយអ្នកគ្នាក៏ប៉ុន្តែខ្ញុំខានផុសដូចជាចូលពី3ខែណាអ្នកគ្នាchannel នេះដែលមានឈ្មោះថា MMO Loi ហើយមើលទៅអ្នកគ្នាគឺ subscribe របស់វាគឺបាន35 subscriber ហើយនឹងវីដេអូខ្ញុំផុសបានដល់25វីដេអូឯណាអ្នកគ្នាក៏ប៉ុន្តែមើលបាច់មើល view ឯងមើល view ទៅវាកោបអ្នកគ្នាឃើញមើលអ្នកគ្នា500 view 500 view ទាំងអស់វីដេអូហ្នឹងគឺខ្ញុំលេងបែបវីដេអូ short ខ្ញុំអត់បានកាត់ជាវីដេអូ long ទេអញ្ចឹងចំពោះអ្នកនរគ្នាដែលទើបតែលេង YouTube ហើយចង់កាត់វីដេអូបែប short អីមើលអ្នកនរគ្នា view របស់វីដេអូប្រហែលជា 5-6 វិនាទីអីហ្នឹងមើលដល់ view របស់វា400ជាង500មានអ្នកខ្លះលោតដល់ 1k ក៏មានដែរអ្នកនរគ្នាយើងគិតទៅវីដេអូប៉ុណ្ណឹងហើយយើងបាន view ដល់ប៉ុណ្ណឹងវាអស្ចារ្យណាអ្នកនរគ្នាពីព្រោះថាកំហមានវីដេអូណាដែលយើងគិតថាលេងហើយវាត្រូវចំពោះវីដេអូរបស់ YouTube យើងអត់មានអីត្រូវពិបាកលេងទេឲ្យតែយើងធ្វើ content ត្រូវគឺយើងអាចបង្កើតទៅមានអ្នកមើលច្រើនហើយក៏ប៉ុន្តែខ្ញុំមិនប្រកាសថានៅពេលដែលយើងបង្កើតវាហើយយើងបាន view ច្រើនហើយក៏ប៉ុន្តែក្រុមហ៊ុន YouTube បែរជាអត់ approve ឲ្យយើងនៅពេលដែលយើងគ្រប់គោលការណ៍អានេះគឺយើងវាទើបទៅបាន35 subscriber ដែរក៏ប៉ុន្តែ view របស់វាគឺអែមមែនតើឃើញ channel ហ្នឹងហើយពេញចិត្តតែម្ដងដោយសារតែដូចខ្ញុំនិយាយពីដើមអញ្ចឹងវាអត់មានថ្ងៃណាដែលយើងលេងទៅវាត្រូវ content ណា content ខ្លះ2វីដេអូ2 viewer 3 viewer ខ្ញុំមានវីដេអូ YouTube ខ្ញុំមួយទៀតដែលលេងអត់ឡើងសោះអត់ឡើង view សោះមានដូចជា10 viewer 5-10 viewer ហើយខ្ញុំក៏បានទុកចោលដែរហើយដូច channel មួយនេះវាពិបាកក្នុងការទុកចោលអ្នកគ្នាមួយឈ្មោះហើយកុំភ្លេចចូលទៅចុច subscribe ផងដើម្បីទទួលបាននៅវីដេអូថ្មីពី channel មួយហ្នឹងដែរហើយបើសិនជាអ្នកគ្នាឬក៏បងដែលជា MMO ដែលគាត់ທາງប៉ុណ្ណឹង channel ប៉ុណ្ណឹងយកមកអួតយ៉ាងម៉េចអានេះមិនមែនជាការអួតអាងអីទេបងប្អូនកុំច្រឡំវាគ្រាន់តែជាសារមួយចែកម្លែកទៅអ្នកគ្នាថាលេង content បែបម៉េចទើបអាចធ្វើឲ្យយើងហ្នឹងវាបាន view ច្រើនអានេះលេងដោយខ្លួនឯងហ្មងអត់មានអ្នកជួយអត់មានអ្នកអីទេគឺកាត់វីដេអូខ្លួនឯងធ្វើខ្លួនឯងអត់មានទៅពឹងអ្នកណាទេលេងបានប៉ុណ្ណឹងគឺជាសមត្ថភាពរបស់ខ្លួនឯងអ្នកគ្នាមិនបាច់ទៅថាអើយគេលេងបានច្រើនហេតុអីបានជាខ្ញុំលេងបានតិចកុំបន្ទោសខ្លួនឯងអ្នកគ្នាអ្វីទាំងអស់គិតកើតឡើងដោយការខំប្រឹងប្រែងអត់មានចំណេះដឹងណាធ្លាក់ពីលើមេតតែយើងរៀនមិនចេះហើយវិស័យYouTube ហ្នឹងគឺខ្ញុំដើរមករហូតហើយក៏ប៉ុន្តែមិនងាយនឹងជោគជ័យទេអ្នកគ្នាបើសិនជាយើងខ្ជិលអាសាទី1អាសាកាត់វីដេអូអាសាទី2ហ្នឹងអាសាត្រូវហៅគំនិតអីថ្មីហើយត្រូវការពេលវេលាមិនម៉ោង7ម៉ោង3ល្ងាចទេបាត់ហើយឃើញគេធ្វើ YouTube បានលុយច្រើនបើនិយាយថាចិត្តចង់ក៏ហៅថាចង់ភ្លើងច្បើងចង់បែបហ្នឹងវាអត់អំណោយទៀតអ្នកគ្នាហ្នឹងហើយមួយខ្ញុំសាកចាក់ឲ្យអ្នកគ្នាមើលមួយចុះថាវីដេអូហ្នឹងខ្ញុំធ្វើបែបម៉េចអាហ្នឹងជាកលឹះណាគេអត់ប្រាប់អ្នកគ្នាប៉ុន្តែខ្ញុំបានអត់គិតចឹងទេគឺខ្ញុំនឹង start ឲ្យអ្នកគ្នាមើលមួយដូចជាវីដេអូចេះបងប្អូនដែលចេះហើយសូមទុកផ្លូវឲ្យដើរផងគឺវីដេអូធ្វើបែបហ្នឹងអ្នកគ្នាអត់មានអីច្រើនទេតែប៉ុណ្ណឹង view យកទៅណាមិនអស់ហ្នឹងហើយមានតែប៉ុណ្ណឹងដែរដើម្បីចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាហើយបើសិនជាចង់ដឹងអីបន្ថែម comment នៅខាងក្រោមខ្ញុំនឹងចែកម្លែកថាទាំងអស់ហ្នឹងខ្ញុំបានមកពីអីធ្វើម៉េចបានអញ្ចឹងបាទសូមអរគុណនិងសូមជម្រាបលា